គម្រោងអភិវឌ្ឍទំនប់អាងទឹកលេខ2សម្រាប់ការសាងសង់បាន40%គម្រោងអភិវឌ្ឍទំនប់អាងទឹកលេខ2អាចមានសមត្ថភាពស្តុបទឹកបានប្រមាណ860លានម៉ែត្រគូបនិងក្លាយជាអាងស្តុបទឹកដែលធំជាងគេនៅកម្ពុជាមានទីតាំងស្ថិតនៅលើស្ទឹងប្រមូយក្នុងឃុំរកាតស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ទំនប់អាងទឹកលេខ2នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់មួយចំនួនរួមមានទី1អាចស្តុបទឹកបាន860លានម៉ែត្រគូបនិងអាចស្រោចស្រពលើផ្ទៃដីចំនួន262,500ហិកតាដែលនឹងផ្ដល់ទឹកប្រើប្រាស់គ្រប់គ្រាន់ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទូទាំងរដូវប្រាំងនិងរដូវវស្សាទី2កាត់បន្ថយបាននៅជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមកទី3បញ្ជាបាននៅការខូចខាតប្រព័ន្ធធារាសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្ដាលមកពីទឹកជំនន់ទី4អាចក្លាយជាតំបន់ទេសចរធម្មជាតិដ៏មានសក្តានុពលគិតត្រឹមចុងខែវិច្ឆិកាឆ្នាំ2025គម្រោងនេះបានសម្រេចប្រមាណ40%ដោយចាប់ផ្ដើមអនុវត្តក្នុងខែមករាឆ្នាំ2025ហើយក្រុងបញ្ចប់នៅក្នុងខែធ្នូឆ្នាំ2027